ពីរាជធានីភ្នំពេញនៃប្រជាណាចក្រកម្ពុជាខ្ញុំបកករណាខ្ញុំបាទយាងសុធិរិទ្ធសូមក្រាបថ្វាយបង្គំព្រះរាជគុណគ្រប់ព្រះអង្គនិងសូមគោរពជម្រាបសួរប្រិយមិត្តទាំងអស់ដែលកំពុងទស្សនាការផ្សាយផ្ទាល់របស់ទូរទស្សន៍រាហូនៅថ្ងៃនេះបាទខ្ញុំបាទសូមជូនកម្មវិធីផ្សាយសម្រាប់ថ្ងៃអង្គារ4រោចខែភទ្របទឆ្នាំថោះបញ្ញាស័កពុទ្ធសករាជ2567ដែលត្រូវនៅថ្ងៃទី3ខែតុលាឆ្នាំ2023បាទនៅថ្ងៃនេះទូរទស្សន៍រាហូរបស់យើងខ្ញុំមានមេតិការព័ត៌មានសំខាន់មួយចំនួនដូចតទៅមេតិការព័ត៌មានទី1របស់យើងនៅថ្ងៃនេះគឺយើងនិយាយអំពីវត្តប្រជុំពលមង្គលបរិយទ្រនំសេកនៅខេត្តឡុងហរបានបិទបញ្ចប់វគ្គសិក្សាអំពីសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី30ខែកញ្ញាកន្លងទៅនេះចំណែកព័ត៌មានទី2របស់យើងនឹងនិយាយអំពីប្រទេសហ្វីលីពីននិងសម្ព័ន្ធមិត្តរបស់ខ្លួនបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពជើងទឹកចំពេលដែលមានភាពតានតឹងខ្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយព័ត៌មានទី3របស់យើងគឺយើងនិយាយអំពីបញ្ហានិងការវិវត្តនៃវិបត្តិបញ្ចប់ថវិកាសហព័ន្ធឬក៏ហៅថា shutdown នៅសហរដ្ឋអាមេរិកបាទជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាបាទក្រោយពីបញ្ចូលមេរៀនអំពីសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សទៅក្នុងកម្មវិធីសិក្សារបស់ព្រះសង្ឃនៅក្នុងវត្តភ្នំសេកចាប់តាំងពីដើមខែសីហាមកវគ្គសិក្សានេះបានបិទបញ្ចប់ទៅហើយកាលពីថ្ងៃទី30ខែកញ្ញាថ្មីនេះបាទនៅក្នុងនៅដែនដីកម្ពុជាក្រោមនៃវត្តនៅវត្តភ្នំសេកដែលស្ថិតនៅក្នុងខេត្តឡុងហរនៃទឹកដីកម្ពុជាក្រោមគឺជាវត្តដំបូងគេដែលខ្ញុំចាត់ទុកថាជាវត្តដំបូងគេនៅក្នុងសម័យកាលនេះដែលហ៊ានបញ្ចូលកម្មវិធីសិក្សាអំពីសិទ្ធិមនុស្សទៅក្នុងកម្មវិធីសិក្សារបស់ព្រះសង្ឃនៅក្នុងវត្តហើយបើតាមព័ត៌មានដែលខ្ញុំទទួលបានពីព្រះរាជគុណថាចន្ទរាដែលជាព្រះចៅអធិការវត្តភ្នំសេកកម្មវិធីសិក្សាអំពីបញ្ហាសិទ្ធិមនុស្សនឹងបានធ្វើរយៈពេល2ខែមកហើយក៏បានបិទបញ្ចប់ថ្មីហ្នឹងហើយក៏មានការប្រឡងអំពីមេរៀនសិទ្ធិមនុស្សទៅដល់ដាច់ដោយឡែកមួយជាការប្រឡងពិសេសដើម្បីទទួលបានជ័យលាភីអំពីបញ្ហាសិទ្ធិអំពីមេរៀនសិទ្ធិមនុស្សនឹងដែរហើយបន្ទាប់ពីការសិក្សាអំពីសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនឹងទៅជាបន្តបន្ទាប់គឺព្រះអង្គនឹងដាក់បញ្ចូលមេរៀនពាក់ព័ន្ធទៅនឹងការសិក្សាអំពីសិទ្ធិជនជាតិដើមទៅក្នុងកម្មវិធីសិក្សារបស់ព្រះអង្គហើយមុននឹងឈានទៅដល់ការសិក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅវត្តភ្នំសេកនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់តាមដានព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងបញ្ហាវត្តភ្នំសេកហ្នឹងប្រហែលជាបានដឹងហើយគឺថាវត្តភ្នំសេកនេះមានភាពចម្រូងចម្រាសខ្លាំងណាស់នៅមុនពេលដែលបញ្ហាឬក៏ស្ថានភាពរហូតដល់ពេលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះសង្ឃហ្នឹងគឺថាមានភាពចម្រូងចម្រាសជាពិសេសនឹងជាមួយនឹងការជ្រៀតជ្រែករបស់អាជ្ញាធរវៀតណាមទៅក្នុងការគ្រប់គ្រងវត្តអារាមពីមុននោះសូម្បីតែចៅអធិការចាស់ក្តីសូម្បីតែគណៈកម្មការនៅក្នុងវត្តមួយចំនួនឬក៏ភាគច្រើននៃគណៈកម្មការនៅក្នុងវត្តគឺមាននិន្នាការនៅក្នុងការគ្រប់គ្រងរដ្ឋាភិបាលវៀតណាមមានន័យថាជាការជ្រៀតជ្រែករបស់អាជ្ញាធររដ្ឋាភិបាលវៀតណាមទៅក្នុងកិច្ចការរបស់ព្រះសង្ឃហ្នឹងគឺធ្វើឲ្យវត្តភ្នំសេកហ្នឹងមិនហ៊ាននិយាយស្ដីច្រើនទេពាក់ព័ន្ធទៅនឹងរឿងរ៉ាវរបស់ខ្មែរក្រមហើយការធ្វើការងាររបស់ចៅអធិការចាស់ក្តីគណៈកម្មការចាស់ក្តីគឺតែងតែមាននិន្នាការទៅខាងវៀតណាមដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍នៅក្នុងសហគមន៍ឬក៏បាត់បង់ផលប្រយោជន៍របស់វត្តភ្នំសេកក៏ប៉ុន្តែក្នុងរយៈពេលក្រោយមកដោយសារតែប្រសង់ហើយពុទ្ធបរិស័ទនៅទីនោះមើលឃើញថាគណៈកម្មការវត្តក្តីចៅអធិការវត្តចាស់ក្តីគឺលោកមិនបានធ្វើកិច្ចការងារដើម្បីបម្រើឲ្យផលប្រយោជន៍ខ្មែរច្រើននោះទេដូច្នេះទៅប្រសង់ក៏មានការប្រើពាក្យថាមិនកាត់ទុកមិនសុខចិត្តចំពោះទង្វើរបស់ចៅអធិការចាស់ទង្វើរបស់គណៈកម្មការមួយចំនួនធំហ្នឹងក៏បានចាប់ផ្ដើមរើបំរាស់ឡើងវិញទាមទារការគ្រប់គ្រងឲ្យមានការគ្រប់គ្រងមួយដាច់ដោយឡែកដូច្នេះប្រសង់ពុទ្ធបរិស័ទក៏មានការប្រជុំគ្នាហើយក៏បានបោះឆ្នោតជ្រើសរើសចៅអធិការថ្មីនៃវត្តភ្នំសេកហើយបន្ទាប់មកទៀតខាងចៅអធិការថ្មីហ្នឹងក៏ផ្ដាច់ខ្លួនចេញពីសមាគមសាមគ្គីប្រសង់ស្នេហាជាតិនៅក្នុងខេត្តឡុងហរហ្នឹងហើយក៏បច្ចុប្បន្ននេះទទួលបានផលនឹងគឺថាព្រះអង្គអាចគ្រប់គ្រងខ្លួនឯងបានក្នុងវត្តភ្នំសេកនឹងគណៈកម្មការក៏ខ្លួនឯងចៅអធិការហ្នឹងក៏ខ្លួនឯងហើយអាចបង្កើតកម្មវិធីសិក្សាផ្សេងដោយខ្លួនឯងដោយឯករាជ្យដោយមិនមានការលូកលាន់ពីអាជ្ញាធរវៀតណាម
ហើយដូច្នេះហើយទើបព្រះអង្គអាចបញ្ចូលកម្មវិធីសិក្សាអំពីសិទ្ធិមនុស្សទៅក្នុងកម្មមេរៀនសិទ្ធិមនុស្សទៅក្នុងកម្មវិធីសិក្សារបស់វត្តនំសេករហូតដល់ពេលបច្ចុប្បន្នហើយវគ្គទី1បានបិទបញ្ចប់ហើយគឺព្រះអង្គបានសិក្សាដំបូងគេហ្នឹងគឺដាក់មេរៀនដំបូងគេគឺសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សចូលទៅក្នុងកម្មវិធីសិក្សាហ្នឹងតែម្ដងលក្ខណៈពិសេសរបស់វត្តនំសេកមួយទៀតហ្នឹងគឺថាគឺជាវត្តដំបូងគេសម្រាប់ខ្ញុំគិតថាជាវត្តដំបូងគេដែលហ៊ានធ្វើអញ្ចឹងក្នុងចំណោមវត្តជាច្រើននៅដែនដីកម្ពុជាក្រោមទាំង461វត្តដែលហ៊ានសិក្សាដោយបើកចំហតែម្ដងយើងដឹងហើយនៅដែនដីកម្ពុជាក្រោមក្នុងពេលកន្លងទៅការនិយាយអំពីប្រវត្តិសាស្ត្រកម្ពុជាក្រោមការនិយាយអំពីបញ្ហាសិទ្ធិបញ្ហានេះមិនមែនថាมันធ្លាប់និយាយនៅតាមទីវត្តអារាមនៅកម្ពុជាក្រោមធ្លាប់និយាយពីមុនមកដែរក៏ប៉ុន្តែមិនមែនជាលក្ខណៈបើកចំហទេសូម្បីតែសិភៅសិក្សាអំពីប្រវត្តិសាស្ត្រនេះអ្នកដែលមានសិភៅតាក់ទងនឹងបញ្ហាជាតិតាក់ទងនឹងគំនិតជាតិនិយមក្តីប្រវត្តិសាស្ត្រក្តីគឺថាការសិក្សាមានការលាក់លៀមមែនទែនសូម្បីតែម្ចាស់សិភៅអានហើយសិភៅនោះមិនហ៊ានទុកក្បែរខ្លួនទេពេលខ្លះហ្នឹងត្រូវវិចខ្ចប់យកលាក់កន្លែងណាមួយបាទត្រូវការអានបន្តទៅយកមកអានបន្តនេះគឺអ្វីដែលព័ត៌មានខ្ញុំទទួលបានពីរៀបច្បងហើយសិភៅដែលអានហើយនេះខ្លួនឯងអានចប់នេះស្ដាយមិនហ៊ានបោះចោលទេចង់បន្តទៅឲ្យអ្នកណាផ្សេងទៀតក៏ប៉ុន្តែត្រូវរើសមនុស្សដែលទុកចិត្តថាតាណាអ្នកទុកចិត្តដើម្បីយកសិភៅហ្នឹងយកទៅឲ្យអានបន្តឃើញទេដូច្នេះការទទួលបានចំណេះដឹងពីខ្មែរពីរបស់ខ្មែរក្រៅពីមុនពីជំនាន់មួយទៅជំនាន់មួយគឺជាការព្យាយាមលាក់កំបាំងមែនទែនដើម្បីទទួលបានព័ត៌មានពីសភៅមួយក្បាលប៉ុណ្ណោះហើយមានការលាក់លៀមខ្លាំងតែដោយឡែកនៅវត្តនំសេកនឹងធ្វើឲ្យរៀងខុសគេបណ្ដោយមានន័យថាដាក់កម្មវិធីសិក្សាអំពីសិទ្ធិមនុស្សដែលនៅវត្តភាគច្រើននៅកម្ពុជាក្រៅមិនហ៊ានធ្វើរៀនឲ្យបង្ហោះតាម Facebook ឲ្យមើលទៀតណាបង្ហោះតាម Facebook ឲ្យមើលមានថាវាអត់មានអីលក្ខណៈលាក់លៀមអាចកំបាំងអីទាំងអស់គឺលោកបើកចំហឲ្យឃើញអានេះគឺខ្ញុំឃើញថាភាពខុសប្លែកគ្នាអ្វីដែលវត្តនំសេកបានធ្វើជាមួយនឹងការដើម្បីឆ្លើយតបទៅនឹងការប្រឈមដែលខ្មែរក្រោមធ្លាប់កើតមានចំពោះខ្មែរក្រោមក្នុងពេលកន្លងទៅមួយទៀតលក្ខណៈដែលពិសេសរបស់វត្តនំសេកយុវជនយើងខាយដែលពីមុនគាត់ជាសកម្មជនខ្មែរក្រោមដែលក្រោយមកក៏បានសម្រេចចិត្តចូលបួសរៀននៅក្នុងពុទ្ធសាសនានៅកម្ពុជាក្រោមនៅខេត្តឃ្លាំងដែលព្រះអង្គមានដើមកំណើតនៅខេត្តឃ្លាំងគឺថាខេត្តឃ្លាំងមិនហ៊ានទទួលព្រះអង្គឲ្យទៅគង់នៅវត្តណាទេអានេះយើងដឹងប្រហែលជាអាចរងគំនាបពីអាជ្ញាធររដ្ឋាភិបាលវៀតណាមក៏ប៉ុន្តែនៅពេលដែលមកដល់លិមុនដល់វត្តនំសេកបដិជគុណថាច័ន្ទតារាដែលជាចៅតកាមិនខ្លាចនៅក្នុងការទទួលនៃគុណយើងខាយទេគឺតែបច្ចុប្បន្នហ្នឹងនៃគុណយើងខាយបានគង់នៅវត្តនំសេករៀននៅវត្តនំសេកហើយបានចូលរៀននៅក្នុងវគ្គសិទ្ធិមនុស្សនៅក្នុងវត្តនំសេកហើយប្រហែលថ្ងៃមុនបានឃើញឡើងម្ដងទៀតហើយខ្ញុំបានតាក់ទងទៅដល់ជាគុណថាច័ន្ទតារាគឺថាព្រះអង្គថារៀនចប់មួយវគ្គហ្នឹងប្រឡងយកជ័យលាភីហើយបានបន្តចូលមួយវគ្គទៀតដូច្នេះព័ត៌មានរបស់យើងតាក់ទងទៅនឹងអំពីបញ្ហាកម្ពុជាក្រោមថ្ងៃហ្នឹងគឺយើងមានព័ត៌មានមួយហ្នឹងគឺការសិក្សាអំពីមេរៀនសិទ្ធិមនុស្សនៅក្នុងវត្តនំសេកហើយខ្ញុំចង់យកព័ត៌មានមួយហ្នឹងលើកឡើងដើម្បីនិមន្តនឹងអញ្ជើញវាគ្មិនដើម្បីចូលរួមបកស្រាយពាក់ព័ន្ធទៅនឹងការខិតខំរបស់ព្រះសង្ឃខ្មែរក្រោមយើងនៅវត្តនំសេកក្រោមការដឹកនាំរបស់ប្រជារាជការវត្តថាច័ន្ទតារានេះដែរដូច្នេះនិមន្តនឹងអញ្ជើញចូលរួមជាវាគ្មិនរបស់យើងនៅថ្ងៃនេះគឺមានបដិជគុណទាធេនដែលកំពុងតែគង់នៅសហរដ្ឋអាមេរិកហ្នឹងខ្ញុំក៏đãសូមបាទថ្វាយបង្គំពីចម្ងាយទៅគាត់សាធុច្រើនកណាហើយវាគ្មិនយើងមួយរូបទៀតហ្នឹងមកពីសហរដ្ឋអាមេរិកដូចគ្នាគឺលោកតឹងម៉ាន់រិនបាទខ្ញុំបាទជំរាបសួរដែរតឹងម៉ាន់រិនបាទអធិស្ឋានផងអំបញ្ញមិញនេះអធិស្ឋានផងអំបញ្ញមិញនេះអត់បានណែនាំថាទៅបីជាអ្នកបច្ចេកទេសបានបង្ហាញរូបព្រះអង្គហើយនឹងលោកតឹងម៉ាន់រិនក៏ដោយអត់ទាន់បានជំរាបសួរដោយសារតែជាប់ធ្វើសេចក្តីផ្ដើមអំពីព័ត៌មានដំបូងរបស់យើងណាទៅមានឱកាសបានជំរាបសួរបាទដូច្នេះខ្ញុំបានរៀបរាប់ហើយសាវតាខ្លះពាក់ព័ន្ធទៅនឹងវត្តនំសេកនិងសកម្មភាពចុងក្រោយរបស់វត្តនំសេកតើព្រះអង្គដែលគុណទាធេនព្រះអង្គមានអីចង់ចូលរួមនៅក្នុងប្រធានបទទៅសូមនិមន្តគណៈសូមអរគុណសុធារិនអាត្មាភាពសូមជំរាបពរបងត្រឹងម៉ាន់រិនជួបគ្នាសាជាថ្មីអត់លឺសូរសំឡេងបងទេនឿយហត់ហើយបងទៅតែ
មកពីសួរសុខទុក្ខលោកលីវនេះថាថ្មដឹងតំណឹងបានពោសុធារិនរឿងរ៉ាវដែលបានលើសូអំពីការសិក្សាអំពីសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សដែលបានធ្វើសេចក្តីប្រកាសនៅក្នុងលក្ខខណ្ឌមួយនៃការកែប្រែពិភពលោកចាប់ពីឆ្នាំ1948ហើយមានសុពលភាពមានអំណាចជាយុត្តាធិការដែលគេតែងតែយកទៅរំលឹកទៅដល់ក្រុមប្រទេសមួយចំនួនដែលមានការបំពានសិទ្ធិមនុស្សទៅលើប្រជាពលរដ្ឋជាទូទៅនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនៅលើពិភពលោកនឹងត្រូវបានប្រើប្រាស់ហើយមានអធិពលមកទល់សប្តាហ៍ថ្ងៃនឹងដែលអាចទាញហេតុផលទៅដល់ការបិទខ្ទប់នៅសេដ្ឋកិច្ចនៅប្រទេសណានីមួយដែលមិនគោរពនោះត្រូវបានវត្តនំសេកនឹងចាប់យកមកធ្វើជាកលឹះនៃកម្មវិធីសិក្សារបស់សាមណនិស្សិតសាមណសិស្សនៅក្នុងវត្តនោះតាំងពីការចាប់ផ្ដើមអាត្មាភាពបានឃើញដែរវីដេអូឃ្លីបមួយចំនួនដែលនិយាយអំពីប្រសង់ទាំងអស់នឹងទន្ទិញដូចជាចាំមាត់ដូចសូត្រធម៌ដូចមេសូត្ររត់មាត់យើងពីដើមកាលយើងនៅក្មេងៗអញ្ចឹងហើយជាការចាប់អារម្មណ៍មែនទែនឡើងសូត្រយកតែម្ដងនេះគឺជាគោលការណ៍ដែលអាត្មាជឿថាអាចឈានទៅរកនៅការតស៊ូនៅក្នុងថ្ងៃអនាគតហើយមានប្រសិទ្ធភាពពីព្រោះចាំនៅក្នុងបេះដូងពេលដែលអាជ្ញាធរឬមន្ត្រីណាដែលបំពេញទៅលើសិទ្ធិហ្នឹងគឺថាលោកអាចនឹកឃើញភ្លាមហើយតបប្រឆាំងជារបៀបទាន់ហេតុការតែម្ដងចាំបាច់ថាត្រូវទៅរត់ទៅវត្តឬមួយក៏រងចាំបើកមើលតើគេធ្វើនឹងខុសច្បាប់ឬមួយក៏តវ៉ាពេលណាពេលក្រោយអីទេគឺថាឃើញភ្លាមដឹងថាខុសឬត្រូវគឺ reflexible គេថាប្រតិកម្មជាបន្ទាន់នៅក្នុងឱកាសនឹងតែម្ដងនេះគឺជាចំណុចមួយដែលអាត្មាធ្លាប់បានធ្វើការកោតសរសើរតាំងពីការចាប់ផ្ដើមដំបូងរបស់ប្រសង់នៅទីនោះឥឡូវបានចប់នៅ30មាត្រានៃក្តីប្រកាសនោះគឺជាការអបអរសាទរបងកណាដោយតែគុណលើកឡើងអញ្ចឹងគឺថាឃើញតាមវីដេអូឃ្លីបហ្នឹងគឺថាទិញរើលចាំមកតែម្ដងកណាក៏បានសួរចំណុចហ្នឹងទៅដល់បដិជគុណថាចន្ទរាដែរកណាសួរថាតើរបៀបរៀនហ្នឹងរៀនរបៀបម៉េចឃើញពីព្រួយកណាសួរថាតើសមណៈសិស្សដែលរៀនហ្នឹងមានអាយុចាប់ពីប្រហែលទៅលោកថាមានតាំងពី10ឆ្នាំឡើងទៅមានកូនមានតាំងពី10ឆ្នាំឡើងទៅណាហើយអញ្ចឹងទៅកណាក៏សួរថាតើកូនមានទាំងអស់ហ្នឹងលោកយល់អត់អំពីខ្លឹមសារនៅក្នុងសេចក្តីប្រកាសហ្នឹងព្រោះកន្លែងខ្លះវាតិចនិចដែរណាអាចស៊ីជម្រៅដែរអាចថាវ័យប៉ុណ្ណឹងអត់ទាន់យល់ទេលោកថាពេលហ្នឹងលោកអត់ទាន់និយាយពីរឿងយល់ស៊ីជម្រៅសិនទេលោកថាសំខាន់ឲ្យចាំសិនហើយហ្នឹងខ្ញុំហើយអញ្ចឹងកណាក៏គិតថានេះគឺជាក្បួនគឺរបៀបរៀននៅកម្ពុជាក្រោមយើងបច្ចុប្បន្នហ្នឹងដែររហូតដល់ពេលបច្ចុប្បន្នយើងមើលនៅកម្ពុជាក្រោមយាយខ្លះក៏អត់ចេះអក្សរទេយុវនារីខ្មែរក្រមស្ត្រីខ្មែរក្រមជាច្រើនអត់ចេះអក្សរទេក៏ប៉ុន្តែហេតុអីគាត់អាចសូត្រធម៌បាលីនឹងយ៉ាងរិលគឺថារៀនរបៀបចាំនឹងដែរបងគឺថាប្រសងព្យាយាមធ្វើមិនឲ្យចាំឲ្យអាចសូត្របានអញ្ចឹងយើងមកសូត្រអត់ឈ្នះគាត់ទេតែបីរៀនសូត្រតែគាត់សូត្រអត់ឈ្នះគាត់ទេគាត់ចាំតែម្ដងហើយរបៀបដែលប្រជាជនថាចន្ទតាធ្វើសម្រាប់ប្រសងនៅខាងវត្តនំសេអញ្ចឹងដូចគ្នាគឺថាលោកថាដំបូងគឺធ្វើឲ្យចាំឲ្យទិញចាំដូចធွာចឹងណាគឺថាចេញមកសូត្រដូចធွာចឹងហើយលោកថាអញ្ចឹងប៉ុន្តែក្នុងហ្នឹងមិនមែនថាអត់យល់ទាំងអស់ទេគឺចាំផងហើយក៏មានចាយល់ផងទី1ទី2អ្វីដែលគុណលើកឡើងពាក់ព័ន្ធថានៅពេលដែលលោកមានបញ្ហាភ្លាមគឺថាលោកអាចយកចំណុចណាមួយហ្នឹងមកបកស្រាយភ្លាមឲ្យសូត្រឲ្យស្ដាប់ភ្លាមណាហើយកណាឃើញកូននេនប្រជាជននេនទូចអាយុប្រហែល10ឆ្នាំឯហ្នឹងពេលនិមន្តទៅបិណ្ឌបាតឯហ្នឹងណាឃើញព្រះអង្គមានភាពក្លាហាននៅពេលដែលអាជ្ញាធរវៀតណាមខេត្តឡុងហូមកស្ទាក់រមាស់របស់ព្រះអង្គពេលនិមន្តបិណ្ឌបាតណាខ្ញុំឃើញវីដេអូហ្នឹងគឺថាព្រះអង្គអត់ខ្លាចអត់ញើសទេ
បងហ៊ានតតាំងទាំងបងនៅវ័យក្មេងមែនទេហ៊ានតតាំងហើយសុទ្ធពណ៌សុទ្ធអីទៅជាការឆ្លើយតបជាមួយនឹងអាជ្ញាធរវៀតណាមគឺថាវត្តនំសេកហ្នឹងឃើញប្រសង់ទៅបីជាព្រះអង្គទុយទុនហ្នឹងក៏តែព្រះអង្គមានរបៀបហើយដូចដឹងចេះដឹងរបៀបការតស៊ូមតិហើយខ្ញុំក៏សូមកោតសរសើរក៏ខ្ញុំចូលរួមបន្ថែមជាមួយប្រជាជនដោយសារប្រជាជនលើកឡើងខ្ញុំក៏